បាទតាមរយៈវីដេអូនេះខ្ញុំបាននឹងបង្ហាញបងប្អូនពីវិធីសាស្ត្រក្នុងការស្វែងរកលេខសម្ងាត់របស់ Wi-Fi នៅលើកុំព្យូទ័របងប្អូនគឺតាមរយៈការប្រើ command អូខេណាអញ្ចឹងជាដំបូងយើងចាប់ផ្ដើមចុច Windows និមិត្តសញ្ញា Windows បុកមកអក្សរ O ហើយយើងវាយ CMD អញ្ចឹងណាបងប្អូនណាអូខេបន្ទាប់មកទៀតយើងចាប់ផ្ដើមវាយ command ហ្នឹងតែម្ដងទៅណា SH អូខេយើងវាយ Violent អូខេ Violent ហើយ show profile អូខេហើយ enter មកវានឹងបង្ហាញនៅគេហៅឈ្មោះ Wi-Fi បងប្អូនដែលបានកំណត់កន្លងមកណាបងអូខេនេះបងខ្ញុំបានបង្ហាញហើយណាអញ្ចឹង Wi-Fi របស់ខ្ញុំដែលខ្ញុំបានបង្ហាញឈ្មោះគឺ Winbin Printing អញ្ចឹងអញ្ចឹងបងប្អូនដាក់ឈ្មោះអីវានឹងចេញឈ្មោះនោះតែម្ដងអញ្ចឹងបងណាអូខេហើយជំហានបន្ទាប់ដល់ជំហានបន្ទាប់យើងវាយដូច command ខាងលើអញ្ចឹងដែរបងអូខេវាយដូចគ្នាមកណាយើងវាយ net sh violent show profile អូខេវាយដូចគ្នាអញ្ចឹងមកហើយវាយ name សញ្ញាស្មើយើងប្រើយើង copy នេះឈ្មោះ Wi-Fi របស់យើងឈ្មោះមិនមែនលេខសម្ងាត់បងគាត់វាយឈ្មោះវាបានហើយណាឈ្មោះវា display ហ្នឹងបងណាអូខេវាយយើង copy អត់នេះមកបន្តមកយើងចាប់ដើមបិទវាអូខេហើយយើងវាយបន្តមកទៀតគឺយើងវាយ key ដក clear នេះមកណា key ញ៉ាស្មើ clear តែម្ដងបងអូខេយើង enter ទៅណាអូខេយើងចាប់ដើមរកមើល password បងប្អូនណាអញ្ចឹងយើងឃើញនេះ password របស់យើងគឺនៅទីតាំងនេះណា password របស់យើងអូខេអញ្ចឹងគាត់នៅវាយតែប៉ុណ្្នឹងបងប្អូនអាចរកលេខសម្ងាត់ឃើញហើយវាមានភាពងាយស្រួលលឿនទៀតផងបើសិនជាយើងចេះcommand ហ្នឹងបងណាអូខេដូច្នេះសម្រាប់វីដេអូនេះមានតែប៉ុណ្ណេះអរគុណច្រើនបងប្អូនបាទបើបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំបាទសូមភ្លេចជួយ follow និង like share ផងបងណាអរគុណច្រើនបាទ